ណាស់ហើយប្រពៃខ្ញុំដឹងថាក្មួយស្រឡាញ់កូនជាស្ដានណាស់តែនាងក៏ជាស្រីម្នាក់ដែរស្រមៃថានាងមានកូនប្រុសម្នាក់គត់ក្នុងក្រអៅទ្រូងតែនាងចង់ឲ្យកូនប្រុសតែម្នាក់នៅក្នុងគ្រួសារមានដៃគូជីវិតបែបណាដែរអ្នកមីងកំពុងនិយាយបន្ទន់ចិត្តឲ្យខ្ញុំចែកផ្លូវគ្នាជាមួយនឹងបងជាស្ដាខ្ញុំសម្លឹងឃើញថាបើកូនជាស្ដាតាក់ទងជាមួយក្មួយក៏គ្មានអ្វីរីកចម្រើនទៅមុខដែរអ្នកមីងនេះមីងមើលរឿងច្រើនពេកហើយទេដឹងនេះសម័យណាហើយអ្នកមីងធ្វើបែបនេះគាត់ច្បាស់ជាអស់សង្ឃឹមនឹងអ្នកមីងខ្លាំងជាមិនខានចិត្តជាម្ដាយនាងគ្មានថ្ងៃយល់ទេយ៉ាងម៉េចដែរអូនមានបញ្ហាអីឬអត់ហេតុអីបានជាថ្ងៃនេះលោកស្រីម្នាក់នោះគាត់មកទៀតហើយឯងឃើញឬអត់ក្មេងនេះមិនធម្មតាទេនេះឯងនៅគិតថាគេស្រឡាញ់ឯងដល់ចិត្តទៀតឬរឿងវណ្ណៈស្នេហ៍ភាគទី13ថ្ងៃនេះលោកស្រីចិន្តាបានទៅរកប្រពៃនៅកន្លែងធ្វើការដោយផ្ទាល់ហើយប្រពៃក៏មិនអាចគេចមុខពីគាត់បានទៀតដែរគ្រាន់តែការដែលលោកស្រីចិន្តាទៅរកប្រពៃនៅថ្ងៃនេះមានផែនការច្រើនបន្តិចរហូតធ្វើឲ្យក្មេងធម្មតាដូចជាប្រពៃតាមស្ទើរមិនទាន់ណាស់ហើយប្រពៃខ្ញុំដឹងថាក្មួយស្រឡាញ់កូនជាស្ដានណាស់តែនាងក៏ជាស្រីម្នាក់ដែរស្រមៃថានាងមានកូនប្រុសម្នាក់គត់ក្នុងក្រអៅទ្រូងតែនាងចង់ឲ្យកូនប្រុសតែម្នាក់នៅក្នុងគ្រួសារមានដៃគូជីវិតបែបណាដែរបើពីមុនកូនជាស្ដាមិនទាន់មានគូក្រងដែលស័ក្តិសមខ្ញុំអាចនឹងផ្ដល់ឱកាសឲ្យក្មួយបានខ្លះដើម្បីតាក់ទងនឹងកូនប្រុសខ្ញុំប៉ុន្តែនេះជាស្ដាគេមាននារីដែលស័ក្តិសមរួចទៅហើយតែក្មួយនៅចង់អ្នកមីងកំពុងនិយាយបន្ទន់ចិត្តឲ្យខ្ញុំចែកផ្លូវគ្នាជាមួយនឹងបងជាស្ដានិយាយដល់ស្មោះចុះខ្ញុំចង់ឲ្យកូនជាស្ដាគេមានជីវិតរុងរឿងខ្ញុំសម្លឹងឃើញថាបើកូនជាស្ដាតាក់ទងជាមួយក្មួយក៏គ្មានអ្វីរីកចម្រើនទៅមុខដែរទើបខ្ញុំសុកចិត្តផ្ដល់សំណើខ្លះដល់ក្មួយហើយក្មួយស្នើចុះចង់បានអ្វីក៏បានឲ្យតែព្រមចាក់ចេញពីកូនជាស្ដាអ្នកមីងនេះមីងមើលរឿងច្រើនពេកហើយទេដឹងនេះសម័យណាហើយខ្ញុំមិនសូវមាត់ក៏មែនតែខ្ញុំមិនមែនល្ងងឲ្យអ្នកណាមកទិញដោយលុយបានទេទោះខ្ញុំរៀងពីបានតិចមែនតែខ្ញុំមានសមត្ថភាពរកប្រាក់ចិញ្ចឹមខ្លួនឯងបានមិនត្រូវការឲ្យអ្នកណាយកលុយមកដេញខ្ញុំឬបញ្ជាខ្ញុំទៅតាមអំពើចិត្តនោះទេហើយរឿងនេះខ្ញុំគិតថាបើបងជាស្ដាបានដឹងថាអ្នកមីងធ្វើបែបនេះគាត់ច្បាស់ជាអស់សង្ឃឹមនឹងអ្នកមីងខ្លាំងជាមិនខានចិត្តជាម្ដាយនាងគ្មានថ្ងៃយល់ទេខ្ញុំក៏មិនដឹងដែរថាចិត្តជាម្ដាយរបស់មីងវាធំធេងកម្រិតណាតែចិត្តជាមនុស្សស្រីដូចគ្នាខ្ញុំគិតថាអ្នកមីងគួរតែយល់ខ្លះហើយណាអ្នកមីងមានហេតុផលរាប់រយដើម្បីពេញចិត្តខ្ញុំតែអ្នកមីងជ្រើសរើសហេតុផលតែមួយដើម្បីបបែកខ្ញុំនឹងបងជាស្ដាកូនប្រសានៅក្នុងរឿងអាចព្រមតាមគ្រប់យ៉ាងតែជីវិតពិតវាមិនអញ្ចឹងទេភ្លាមនោះស្រាប់តែជាស្ដាក៏បានមកដល់ហើយក៏បានឃើញម្ដាយខ្លួននៅក្នុងហាងកាហ្វេកំពុងនិយាយជាមួយនឹងមិត្តស្រីរបស់ខ្លួនក្នុងចិត្តរបស់ជាស្ដាពេលនោះបារម្ភខ្លាំងណាស់ព្រោះដឹងថាម្ដាយរបស់ខ្លួនច្បាស់ជាមករករឿងប្រពៃទៀតហើយម៉ាក់ជាស្ដានេះម៉ាក់មកធ្វើអីនៅទីនេះយ៉ាងម៉េចហាងកាហ្វេនេះជារបស់ឯងហើយទើបម៉ាក់មកមិនបានជាស្ដាឃើញស្ថានភាពមិនស្រួលក៏អូសម្ដាយចេញមកក្រៅហាងដើម្បីនិយាយគ្នាប្រពៃក៏ទៅជាមួយដែរនិយាយមកម៉ាក់មកទីនេះដើម្បីមករករឿងប្រពៃទៀតហើយមែនទេជារឿងម៉ាក់នេះឥឡូវម៉ាក់ខ្លាចជាមនុស្សស្រីចិត្តអាក្រក់ក្នុងកាយភ្នែកកូនហើយម៉ាក់មានណាបងម៉ាក់គាត់មកទិញកាហ្វេធម្មតាតាគាត់មិនទាន់បានទាំងនិយាយអ្វីជាមួយអូនផងជាស្ដាបាយទៅរកប្រពៃដើម្បីឲ្យប្រកាសចិត្តថាអ្វីដែលប្រពៃនិយាយជារឿងពិតច្បាស់អត់លោកស្រីចិន្តាហាក់ស្រងាក់ចិត្តបន្តិចហើយឆ្ងល់បន្តិចថាហេតុអ្វីបានជាប្រពៃបែរជាមកនិយាយការពារគាត់បែបនេះឃើញអត់ម៉ាក់និយាយហើយថាមិនបានធ្វើអ្វីគឺមិនបានធ្វើអ្វីហើយខ្ញុំសុំទោសអ្នកណាទៅនឹកគិតថាម៉ាក់មកល្អនោះបើម៉ាក់ចង់តែច្រាំសាច់ខ្ញុំនឹងប្រពៃហើយនឹងបងនិងម៉ាក់បបួលគ្នាចូលនិយាយក្នុងហាងក៏ល្អដែរនៅទីនេះក្តៅណាស់មើលទៅម៉ាក់បែកញើសហើយចូលទៅខាងក្នុងសិនទៅអូនក៏ប្រញាប់ទៅធ្វើការវិញដែរក្រែងចិត្តមេអូខេអូនតោះម៉ាក់
ចូលទៅក្នុងហាងទៅចាំខ្ញុំប៉ាកាហ្វេម៉ាក់ជាការសុំទោសអាកូនជើងល្អថ្វីបើក្នុងចិត្តមានការខឹងស្អប់ក៏ពិតមែនតែទង្វើបន្តិចបន្តួចរបស់ប្រពៃនៅថ្ងៃនេះក៏ធ្វើឲ្យលោកស្រីចិន្តាមានការភ្ញាក់ផ្អើលជាខ្លាំងពេលចូលទៅក្នុងហាងគិរីដែលតែងតែនៅពីក្រោយចាំការពារប្រពៃរហូតហាក់បារម្ភពីចិត្តរបស់ប្រពៃខ្លាំងណាស់ក៏ប្រញាប់ដើរចូលមកសួរយ៉ាងលឿនយ៉ាងម៉េចដែរអូនមានបញ្ហាអីឬអត់ហេតុអីបានជាថ្ងៃនេះលោកស្រីម្នាក់នោះគាត់មកទៀតហើយមិនអីទេបងគាត់មកពីសាកាហ្វេធម្មតាទេហេតុអីបងសួរក្នុងទឹកមុខដូចជាអ្នកណាយកខ្ញុំទៅខ្វែងអញ្ចឹងបងគ្រាន់តែសួរនាំធម្មតាតែប៉ុណ្ណោះក្រែងលោកមានអ្វីឲ្យបងជួយមិនអីទេបងអរគុណច្រើនហើយណាបើគ្មានបងទេប្រហែលជាខ្ញុំត្រូវគេដេញចេញពីធ្វើការហើយព្រោះនាំតែសង្គ្រាមចូលហាងរហូតទាំងពីរនាក់សើចក្អាកក្អាយដោយក្តីរីករាយហើយក៏ចាប់សង្កេតដោយចេស្តាផងដែរឯងឃើញឬអត់ក្មេងនេះមិនធម្មតាទេនេះឯងនៅគិតថាគេស្រឡាញ់ឯងដោយចិត្តទៀតឬវាមិនដូចអ្វីដែលម៉ាក់គិតទេខ្ញុំស្គាល់ប្រពៃច្បាស់ណាស់នាងមិនជាមនុស្សស្រីចិត្តពី3អីទេម៉ាក់កុំរហ័សវាយតម្លៃនរណាម្នាក់ត្រឹមមើលតែមួយផ្លែតនោះហើយម៉ាក់ដូចជាអស់កម្លាំងចិត្តក្នុងការទាញខ្មោចធ្លាក់ទឹកដូចជាឯងដល់ហើយនេះនិយាយយ៉ាងម៉េចក៏មិនព្រមជឿមិនព្រមស្ដាប់តាមបន្តិចទៀតគេបោកទឹកភ្នែកក៏មកទួញសក់ឲ្យម៉ាក់និងប៉ាជួយទៅបានហើយចេស្តាឆ្លើយតបទៅកាន់លោកស្រីចិន្តាដោយទឹកមុខជឿជាក់និងសំឡេងមាំថ្ងៃនោះប្រហែលជាគ្មានទេម៉ាក់មិនបាច់ចាំទេគ្រប់យ៉ាងហាក់ដូចជាល្អប្រសើរបន្តិចហើយទោះជាយ៉ាងណាថ្ងៃនេះមើលទៅលោកស្រីចិន្តាដូចជាបាក់អំណាចខ្លះដែរយើងកាត់មកកាន់ល្ងាចបន្តិចចេស្តាក៏បានទៅចាំយកប្រពៃចេញពីធ្វើការផងដែរដោយឈរចាំប្រពៃនៅខាងក្រៅហាងឈប់សិនប្រពៃចាបងបញ្ញាប់អត់មានការអីហ៎បងគិតថាបបួលអូនទៅញ៉ាំអីនៅខាងក្រៅម្ដងតាំងពីធ្វើការជាមួយគ្នាមកមិនដែលបានទៅញ៉ាំអីខាងក្រៅជាមួយគ្នាទេម្យ៉ាងក៏ជិតដល់ថ្ងៃឈប់សម្រាកដែរឈប់ឡើងមួយសប្តាហ៍បងច្បាស់ជានឹកប្រពៃស្លាប់ហើយអញ្ចឹងទៅញ៉ាំអីជាមួយបងបន្តិចទៅណាប្រពៃឆ្លើយដោយតាក់ដោយក្រសែភ្នែកសម្លឹងមើលទៅចេស្តាដែលកំពុងឈរចាំនៅខាងក្រៅហាងយ៉ាងម៉េចមិនយូរទេចាំបងជូនត្រឡប់ទៅផ្ទះវិញក៏បានភ្លាមនោះដោយចេស្តាមើលពីខាងក្រៅហាក់ដូចជាតឹងចិត្តយ៉ាងខ្លាំងក៏បានចូលមកផ្ដាច់ការសន្ទនារវាងប្រពៃនិងគិរីទៅផ្ទះបានហើយនៅអូនអូខេបងចាំតិចណាលោកចេស្តាប្រកាន់អត់បើខ្ញុំសូមខ្ចីប្រពៃមកល្ងាចទៅញ៉ាំអាហារជាមួយនឹងខ្ញុំមកពេលប្រពៃមិនជារបស់ដែលលោកត្រូវមកខ្ចីបែបនេះទេនិយាយអីសូមឲ្យផ្ដោតកិត្តិយសឲ្យមនុស្សស្រីដែលខ្ញុំស្រឡាញ់ផងគឺខ្ញុំមិនបានមានន័យបែបនេះទេហេតុអីក៏លោកធ្វើដូចជាឆេះឈួលម្លេះយ៉ាងម៉េចដែរប្រពៃទៅដែរអត់តោះប្រពៃអូនមិនទំនេរទេសូមទោសផងណាលោកគិរីខ្ញុំនឹងប្រពៃយើងមានណាត់ជាមួយគ្នាហើយចាំឱកាសក្រោយចុះនិយាយចប់ចេស្តាក៏បានអូសដៃប្រពៃចេញទៅក្រៅហាងហើយជិះឡានទៅអង្គុយនៅមាត់ទន្លេដោយមិននិយាយអ្វីទាំងអស់បងកាត់អីមែនទេបងកង្វល់ចិត្តរឿងម៉ាក់របស់បងមែនពេលនេះបងដូចជាមិនខ្វល់ចិត្តរឿងម៉ាក់របស់បងទៀតទេតែបងបែរជាខ្វល់ខ្វាយពីរឿងអូនទៅវិញផ្កាក្រអូបស្រស់ដូចជាអូននេះពិតជាមិនខ្វះទេណោះកន្លងទាំងឡាយដែលចង់ចោមរោមនេះបងកំពុងនិយាយពីអីចេស្តាក៏បែរទៅមើលមុខប្រពៃអូនកុំធ្វើនិយាយដូចជាមិនដឹងថាបងចង់សម្ដៅលើអ្វីជាមួយនឹងនាយគិរីនោះតើមានអ្វីដែលបងមិនដឹងដែរទេហេតុអីក៏គ្រប់ពេលគេនោះតែងតែចេញមុខមាត់ដូចជាចង់ដណ្ដើមអូនពីបងគ្រប់ពេលអញ្ចឹងបងឃើញហើយគ្រឹតចិត្តសម្បើមណាស់អូនដឹងទេរឿងនេះដដែលទៀតហើយអូនមិនដឹងថាត្រូវបកស្រាយប្រាប់បងយ៉ាងម៉េចដើម្បីឲ្យបងជឿចិត្តអូនទេអូនគួរតែដឹងថារៀបចំខ្លួនយ៉ាងម៉េច
មិនឲ្យទៅពាក់ព័ន្ធជាមួយនឹងគេម្យ៉ាងមិនមែនអូនមិនដឹងទេថានាយគិរីនោះគេគិតអ្វីមកលើអូនបងដឹងថាអូនដឹងច្បាស់ជាងបងទៅទៀតចុះបងចង់ឲ្យអូនធ្វើយ៉ាងម៉េចគិតទៅនិយាយថាបងការីកុំមករវល់ជាមួយខ្ញុំអីខ្ញុំមិនបានស្រឡាញ់បងទេបងចង់ឲ្យអូនទៅនិយាយបែបហ្នឹងឬមធ្យោបាយនៅលើអូនជាអ្នកដោះស្រាយបងមិនអាចបង្ខំអ្វីអូនបានទេដឹងត្រឹមតែថាទំនាក់ទំនងរវាងអូនហើយនឹងលោកគិរីនោះវាធ្វើឲ្យបងនេះមិនសប្បាយចិត្តខ្លាំងរឿងមកបងដោះស្រាយមិនទាន់ចេញផងឥឡូវមកថែមរឿងទៀតហេតុអីបានជាទំនាក់ទំនងពួកយើងមួយរយៈនេះចេះតែមានបញ្ហាអញ្ចឹងបានហើយថ្ងៃនេះអូនហត់ហើយអូនចង់សម្រាកជូនអូនទៅផ្ទះវិញទៅទាំងពីរនាក់ដោយអារម្មណ៍មិនល្អរៀងខ្លួនក៏មិនបាននៅនិយាយដោះស្រាយគ្នាបន្តដែរចេស្តាក៏បានជូនប្រពៃត្រឡប់ទៅផ្ទះប្រពៃទៅដល់ផ្ទះវិញទឹកមុខមិនសូវជាល្អប៉ុន្មានទេក៏ត្រូវបាននារីស្ទាក់សួរតែម្ដងមុខស្អុយម្លេះកញ្ញាមិត្តគ្នាហត់ណាស់សម្លាញ់មើលអ្នកណាធ្វើអីមិត្តយើងនឹងអង្គុយចុះមកហើយនិយាយមកថាថ្ងៃនេះមិនបានសប្បាយចិត្តរឿងអីយើងនៅទីនេះហើយរីករាយនឹងស្ដាប់ឯងគ្រប់រឿងដដែលម្ដាយបងជាស្ដាយរឿងនឹងក៏មួយដែរតែវាមានរឿងថ្មីក្តៅទាន់ហេតុការណ៍មួយទៀតយើងដូចជាចង់រត់ចោលស្រុកហើយនេះអើយតាមស្រួលមិត្តកំតាន់អារតនាសាក់និយាយប្រាប់មកមើលថាមានរឿងអីកើតឡើងប្រពៃក៏បាននិយាយរឿងរ៉ាវល្ងាចមិញប្រាប់ទៅកាន់នារីជាមិត្តអូរឿងបែបនឹងឯងហ៎ឃើញអត់ឯងស្ដាប់ហើយក៏យល់ថាវាមិនសមហេតុផលដែរត្រូវអត់អើយពិបាកនិយាយដែរយើងយល់ចិត្តឯងណាតែយើងក៏យល់ចិត្តបងជាស្ដាដែរគាត់មិនខុសទេដែលមានសិទ្ធិប្រច័ណ្ឌហួងហែងមនុស្សដែលគាត់ស្រឡាញ់វាជារឿងធម្មតារបស់មនុស្សប្រុសទេតែបងការីតែគាត់ស្រឡាញ់ឯងមែនទៅយើងថាបងការីនេះមិនធម្មតាទេអើយមកម្នាក់ទៀតហើយយើងមិនដឹងទេតែបងការីប្រៀបដូចជាបងប្រុសម្នាក់អញ្ចឹងហើយគាត់មហាមានគុណលើយើងអញគិតតែមើលថាបើគ្មានគាត់ក្មេងលែលើដូចជាយើងនេះនឹងមានការងារធ្វើស្រួលដែរអត់ឯងមិនដឹងទេបងការីនេះណាព្រានមិនណយទេហើយមនុស្សបងការីបើដាក់ចិត្តថានឹងធ្វើអ្វីមួយហើយគាត់មិនងាយបោះបង់ចិត្តដែលគាត់ចង់នោះទេឃើញគាត់មិននិយាយសុភាពអញ្ចឹងទេតែគាត់កាច់ណាស់គ្មានកាច់អីផងយើងឃើញគាត់និយាយជាមួយយើងស្រួលបួលធម្មតាសោះព្រោះគាត់មិនបានគិតឯងត្រឹមជាបុគ្គលិកធម្មតានោះអីកើតមកជាស្រីស្អាតពេកខ្លះក៏វាពិបាកអញ្ចឹងណាដូចយើងមករៀនចិត្តចប់ទៀតហើយមិនទាន់ដឹងថាស្នេហានៅឯណាផងមាត់កំពុងជួបទុកហើយនៅមកសាច់ក្អាកក្អាយទៀតកុំគិតច្រើនអីតែបែបនេះទៀតបងជាស្ដានឹងខលមករកឯងហើយគាត់ស្រឡាញ់ឯងដល់ថ្នាក់នឹងយើងមិនមែនគិតរឿងនេះទេបើមិនមែនគិតរឿងនេះទុកជារឿងអីហារឿងបងការីយើងមិនចង់ឲ្យគាត់មកគិតបែបនេះលើយើងព្រោះយើងពិតជាគិតគាត់ត្រឹមជាបងប្រុសនិងអ្នកមានគុណយើងម្នាក់មែនជួយគិតយើងតិចមកថាយើងត្រូវធ្វើម៉េចឲ្យគាត់ឈប់ស្រឡាញ់យើងបញ្ហាស្រីស្អាតអញ្ចឹងមែនបើរឿងនេះយើងគិតមិនទាន់ចេញទេគិតចេញភ្លាមបានយ៉ាងម៉េចតែដឹងត្រឹមថាឯងកុំទៅស្និទ្ធស្នាលនឹងគាត់អីកុំឲ្យគាត់គិតថាឯងផ្ដល់ក្តីសង្ឃឹមឲ្យគាត់នៅឆ្ងាយទៅនិយាយតែរឿងការងារទៅបានហើយរឿងសំខាន់ដែលគួរគិតដោះស្រាយនោះគឺការទៅនិយាយជាមួយបងជាស្ដាឲ្យយល់ចិត្តយល់ថ្លើមគ្នាទៅកុំទុកឲ្យអារម្មណ៍មិនល្អនឹងគ្នាបែបនេះយូរពេកអូខេសម្លាញ់ចិត្តមានមុខមកញញឹមទៀតឯងនេះណែដល់ទុកកាលណាយើងនេះមករួមជាមួយគ្រប់ពេលអូបកមករឿងថ្មីវិញម្ដងយើងគេឲ្យឈប់សម្រាកមួយសប្ដាហ៍ទាំងនៅសាលានិងនៅកន្លែងធ្វើការឯងឈប់អត់ឈប់អញ្ចឹងចាំទៅស្រុកជាមួយគ្នាមិនដែរអូខេចាបន្ទាប់ពីជូនប្រពៃទៅដល់ផ្ទះហើយជាស្ដាមិនបានត្រឡប់ទៅផ្ទះទេព្រោះគេស្មុគស្មាញចំពោះរឿងដែលខ្លួនកំពុងតែជួបប្រទះមករកពួកយើងមានតែរឿងមួយទេកើតទុកលើកនេះយើងពិតជាមានទុកមែនមកលើកណាក៏អញ្ចឹងដែរនេះយើងទាំងពីរខ្លាចជាមិត្តរួមទុករួមសុខឯងតាំងពីពេលណានេះតែសំណាងហើយថ្ងៃនេះឯងមិនយកទុកនេះទៅចេះនៅផ្ទះយើងចេះមកហាងខាងក្រៅខ្លះអញ្ចឹងទៅ
និយាយមកលើកនេះមានទុកកង្វល់អីទៀតហើយរឿងម៉ាក់របស់ឯងនឹងសម្លាប់បេះដូងឯងទៀតហើយមែនទេរឿងថ្មីយើងគ្រឹតមុខអាម្នាក់នោះណាចូលចិត្តមករញ៉េរញ៉ៃជាមួយនឹងប្រពៃចេញមុខចេញមាត់គ្រប់ពេលអ្នកណាគេពួកឯងស្គាល់គេម្ចាស់ហាងនៅកន្លែងធ្វើការរបស់ប្រពៃនោះអីអូហើយឥឡូវនេះមកមួម៉ៅមុខស្អុយបែបនេះព្រោះតែប្រច័ណ្ឌមែនហើយមិនទៅនិយាយជាមួយប្រពៃទេនិយាយរួចហើយក៏មុខស្អុយបែបនេះអស់សំណើចឯងណាស់វ៉ៃចេស្តាឥឡូវនេះជីវិតឯងមានរឿងប្លែកយើងមិនដឹងថាត្រូវប្រឹក្សាយោបល់ជាមួយឯងយ៉ាងម៉េចទេឯងមិនដែលស្រឡាញ់អ្នកណាពិតប្រាកដឯងមិនយល់ទេមែននឹងហើយឯងទៅស្រឡាញ់អ្នកណាពិតប្រាកដដែរយើងថាយកពេលមកនិយាយជាមួយយើងនេះគួរតែដោះស្រាយបញ្ហាជាមួយនឹងប្រពៃឲ្យដាច់ស្រឡះទៅវាល្អជាងអត់ទេយើងនិយាយរួចហើយប្រពៃមិនយល់ពីអ្វីដែលយើងនិយាយទេយើងក៏មិនចង់និយាយច្រើនទៀតដែរហើយបើឯងធ្វើបែបនេះស្មើនឹងឯងឈរមើលទំនាក់ទំនងដែលល្អកកទៅដោយមិនដឹងខ្លួនហើយយើងប្រាប់ឯងណាស្រឡាញ់គ្នាបើមិនជជែកគ្នាមិនដោះស្រាយជាមួយគ្នាហើយទុកឲ្យរឿងមិនល្អនោះខ្លាយទៅជាការឆ្លោះគ្នាឆ្លងថ្ងៃឯងត្រៀមចិត្តឲ្យហើយទៅត្រៀមចិត្តស្អីទៅហេតុអីវាទៅរៀនដល់ក្រៅស្រុកចេញមកវិញឆោតអីដល់ម្លឹងណែប្រយ័ត្នជនទី3ចូលទៅស្អំចិត្តជំនួសដោយមិនដឹងខ្លួនទេឯងនេះមិនគួរដាក់សម្ពាធឲ្យប្រពៃពេកទេឯងគួរតែយកចិត្តប្រពៃមកដាក់ចិត្តខ្លួនថាហេតុអីបានជាប្រពៃជ្រើសរើសធ្វើបែបនេះគេប្រហែលជាមានហេតុផលរបស់គេហើយដូចដែលចិត្តត្រាញនិយាយអញ្ចឹងប្រពៃធ្វើការនៅហាងនោះមកយូរហើយយូរជាងជួបឯងទៀតទីនោះប្រៀបបានដូចជាផ្ទះជាកន្លែងផ្ដល់ឱកាសផ្ដល់ប្រាក់ដល់គេធ្វើឬគិតអ្វីច្បាស់ជាមានពាក្យថាក្រែងចិត្តនៅក្នុងនោះហើយមិត្តស្រីតែម្នាក់យើងមិនគ្មានសមត្ថភាពអញ្ចឹងឯណាម្ដាយឯងមិនទាន់ទាំងទទួលស្គាល់ផងឯងចង់ឲ្យគេមករំពឹងឯងបានយ៉ាងម៉េចហើយមើលទៅមនុស្សដូចជាប្រពៃនេះណាមិនឯងយកលុយទៅបង្គាប់នាងបាននោះទេព្យាយាមយល់ពីគ្នាទៅវិញទៅមកទៅហើយយើងនេះយល់ថាអ្វីដែលឯងគួរតែធ្វើឥឡូវនេះគឺខលទៅនិយាយដោះស្រាយជាមួយគ្នាទៅកុំឲ្យរឿងមិនល្អនេះវាឆ្លងទៅដល់ថ្ងៃស្អែកក្រោយមកជាស្ដាបានខលទៅនិយាយជាមួយនឹងប្រពៃបងនៅក្រៅជាមួយនឹងមិត្តភ័ក្តិបន្តិចទៀតត្រឡប់ទៅផ្ទះហើយចាបងសុំទោសកុំហៅមកពីបងអារម្មណ៍មិនល្អដោយខ្លួនឯងថ្ងៃក្រោយបងនឹងព្យាយាមគ្រប់គ្រងអារម្មណ៍ឲ្យបានល្អជាងនេះនិងយល់ពីអូនឲ្យបានច្រើនជាងនេះបងមិនបានខុសទេអូនយល់ពីបងអូននឹងធ្វើខ្លួនឲ្យបងកាន់តែមានទំនុកចិត្តមកលើអូនជាងនេះនោះបងនឹងបានសប្បាយចិត្ត